បិទភ្នែកស្រមៃបិទភ្នែកឲ្យស្រមៃចង់ដឹងថាខ្ញុំសម័យទៅណាគឺទៅសៀមរាបហើយលើកនេះគឺខ្ញុំទៅម្នាក់ឯងគឺ solo trip មកបងប្អូនទាំងអស់គ្នាពេលនេះខ្ញុំកំពុងតែនៅ land Camboling ដើម្បីធ្វើដំណើរទៅសៀមរាបទាំងយប់ម៉ោង11ចេញមក11កន្លះហើយឥឡូវខ្ញុំកំពុងនៅលើ land នេះ land ស្អាតមែនតើបងប្អូនទាំងអស់គ្នាហើយនិយាយទៅ solo បងប្អូនខ្ញុំអត់ដែរ solo ឬខ្ញុំ solo ហើយនេះបានរបស់ខ្ញុំអញ្ចឹងទៅតាមដានថាខ្ញុំទៅណាទៀតទៅដល់នោះគេងអស់ជាច្រើនមកគឺថាបានមកដល់ហើយគឺបេនឡាន Camboling នៅក្រុងសៀមរាបហើយខ្ញុំមកដល់នេះម៉ោង 4:40 នាទីជាងទៀបភ្លឺហើយឥឡូវខ្ញុំកំពុងតែចាំបងតតុកគាត់មកយកខ្ញុំខលទៅបងតតុកតាចេះខ្ញុំបានមកដល់បេនឡានហើយបងមកដល់ហើយគាត់ថាចាំ10នាទីមកដល់ហើយមកដល់មែននឹងថាឥឡូវនេះគឺឡើងតតុកដើម្បីទៅអង្គរទូចមើលថ្ងៃរះឥឡូវគុណទៅស្វៀតាមផ្លូវសិនណាស្អាតមែនតើនៅក្រុងសៀមរាបទៀបភ្លឺហើយនេះផ្លូវទៅអង្គរទូចអូយទៅចាក់មែនតើបងប្អូនទាំងអស់គ្នាចាក់ខ្លាំងណាស់ហើយខ្ញុំមានអារម្មណ៍ថាអូយរំភើបផងសប្បាយផងអផងព្រោះនេះជា solo trip របស់ខ្ញុំលើកទី1ដែលខ្ញុំបានរៀបចំដោយខ្លួនឯងណាគឺថាហ៊ានហ្មងចិត្តសឿងហ្មងណាហើយទៅដល់នោះខ្ញុំដើរទៅចិត្តដល់អង្គរទូចអីឃើញពូបងគាត់ពងជីកង់ពេលព្រឹកបាទឥឡូវខ្ញុំបានមកដល់វសានកវត្តហើយម៉ោង 5:20 នាទីចិត្តរះបងប្អូនទាំងអស់គ្នាបងប្អូននេះឃើញអត់និយាយទៅចំពោះការថតរបស់ខ្ញុំគឺមានអាដង selfie មួយគឺជួយខ្ញុំបានគ្រប់យ៉ាងតែម្ដងខ្ញុំថតឡើងមកអែមថាវល់ក្បងពេញនឹងតែម្ដងហើយទៅលទ្ធផលរូបចេញមកគឺថាស្អាតនិយាយទទួលយកបាននិយាយស្នាដៃខ្ញុំណាព្រះអាទិត្យចិត្តរះហើយចឹងដាក់មួយคลิปតិចមកដើររៀង solo ម្នាក់ឯងរៀង sad អីចឹងណានៅមុខអង្គរហើយយក view ស្អាតមែនតែនហើយប្លង់នេះគឺថាអូយបងប្អូនទាំងអស់គ្នាខ្ញុំ surprise មែនតើដោយសារខ្ញុំសារឃើញគេ review ប៉ុន្តែឥឡូវខ្ញុំមកឃើញផ្ទាល់ភ្នែកខ្ញុំថតបានស្អាតមែនតើគឺថាដាក់ដងកាមេរ៉ាមកកំណត់នាទីមកគឺខ្ញុំដើរថតពេញតែនឹងតែម្ដងនិយាយទៅបានកាមេរ៉ាមួយទូរស័ព្ទមួយដងកាមេរ៉ាមួយគ្រប់ហើយនេះជនជាតិគាត់មកថតណាស្អាតណាស់បងប្អូនអើយថ្ងៃរះចិត្តដល់កពូលប្រាសាទខាងលើខាងចុងខ្ញុំសប្បាយចិត្តដែលខ្ញុំបានកាន់ជាគុណខ្មែរហើយបងប្អូនទាំងអស់គ្នាខ្ញុំជឿថាក៏សប្បាយចិត្តដូចខ្ញុំដែរដែលបានកាន់ជាគុណខ្មែរខ្ញុំពិតជាមានមោទនភាពចំពោះដូនតាមែនតើដែលលោកបានកសាងប្រាសាទជាច្រើននៅលើទឹកដីកម្ពុជាហើយសម្រាប់សកម្មភាពពេលព្រឹករបស់ខ្ញុំមានតែប៉ុណ្្នឹងទេពេលព្រឹកនៅអង្គរទូចណាបាទ